ពេលវេលាដ៏យូររាប់ពាន់ឆ្នាំអធិពលនៃភពមនុស្សនិងឋានសួគ៌ប្រមូលផ្ដុំគ្នាដល់កំណត់ឲ្យគុជនៃអំណាចវាស្រូបយកអធិពលពីពន្លឺព្រះអាទិត្យនិងព្រះច័ន្ទធ្វើឲ្យអធិពលកើនឡើងជាបន្តបន្ទាប់ប៉ុន្តែអធិពលបែរជាបញ្ចូលគ្នាឡើងច្របូកច្របល់ដល់ថ្នាក់អធិពលទេវតានិងអធិពលបិសាចមិនអាចញែកចេញពីគ្នាទើបលោកគ្រូបញ្ជូនខ្ញុំនិងសិស្សប្អូនទៅចាត់ការវាបាទហើយខ្ញុំនេះហើយគឺថងអ៊ីជាវិនដែលមនុស្សគ្រប់គ្នាគោរពកោតក្រែងទោះជារៀងខ្ញុំបាក់តិចក៏ប៉ុន្តែមិនអាចបិទបាំងភាពសង្ហារបស់ខ្ញុំបាននោះទេគុជនៃអំណាចទោះជាឯងមានស្លាប់ក៏ហើមមិនផុតដែរសិស្សប្អូនកុំធ្វើគេខ្លាចអីឆ្លាតបរកខ្ញុំបងងាប់ទៅឯងស្រូបភ្លើងយើងផងអីយោហុយអាក្មេងចង្រៃហ៊ានដាល់មុខបរោះសហាពោអាយបាញ់ខ្ញុំទៅអាយបាញ់ខ្ញុំទៅអូហូអីកុំឲ្យត្រូវមុខខ្ញុំទៅបានហើយអូផាច់អូយលោកគ្រូគុជនៃអំណាចត្រូវបានយើងទប់ស្កាត់ចេញជាគុជស្ថានសួគ៌និងឱសថបិសាចខ្លាំងក្លារហូតដល់មិនអាចបំផ្លាញយើងបានដេញអក្សរាវិរុទ្ធនៃមេឃពិរោធ3ឆ្នាំក្រោយមកក៏លាន់នឹងបំផ្លាញឱសថបិសាចក្នុងកំឡុងពេលនេះពួកឯងត្រូវខ្លំមើលវាឲ្យជាប់លីជីគឺជាអ្នកដែលស្ថានសួគ៌ជ្រើសរើសគុជនៃស្ថានសួគ៌នឹងទៅចាប់កំណើតជាបត្រាទី3របស់គេខ្ញុំប្រគល់ភារកិច្ចនេះឲ្យទៅពួកឯងហើយទេវតាគុណលុត12របស់យើងមកបាន11ហើយបើឯងអាចចិញ្ចឹមគុជស្ថានសួគ៌ឲ្យលូតលាស់បានដំណែងគុណលុត12នឹងក្រៃជារបស់ឯងអរគុណលោកគ្រូនៅពេលគុជស្ថានសួគ៌ចាប់កំណើតហើយចូលហៅគេថាដាចារឿងទេវបុត្រណាចា